សត្វតន្ត្រីគឺជាសត្វស្លាបមួយប្រភេទដែលមានភាពឆ្លាតវៃនិងអង្អាចក្លាហានជាងគេបំផុតក្នុងចំណោមបក្សីឬសត្វស្លាបទាំងអស់នៅលើពិភពលោកតន្ត្រីមានភ្នែកមុតថ្លាស្លាបទន់រលោងក្រញ៉ាំដ៏រងំចំពោះដ៏មុតស្រួចអាចវាយប្រហារទៅលើសត្រូវឬដៃគូប្រហារដទៃទៀតបានយ៉ាងដោយរហ័សនិងកាយសាហាវជាទីបំផុតគ្រប់បក្សីនិងសត្វស្លាបទាំងអស់តែងតែខ្លាចកោតចំពោះអំណាចនិងអនុភាពរបស់តន្ត្រីមិនតែប៉ុណ្ណោះតន្ត្រីមានទម្លាប់រស់នៅទម្លាប់ហោះហើរនិងទម្លាប់រកចំណីចិញ្ចឹមជីវិតខុសពីបក្សីដទៃទៀតគ្រប់ទម្លាប់ប្រចាំថ្ងៃរបស់តន្ត្រីសុទ្ធសឹងពោពេញទៅដោយភាពឆ្លាតវៃអង្អាចក្លាហានច្បាស់លាស់និងមមុតជាទីបំផុតដែលកាន់តែពិសេសជាងនេះទៅទៀតមានទម្លាប់ដ៏អស្ចារ្យមួយចំនួនដែលមនុស្សគ្រប់គ្នាអាចរៀនសូត្រតាមបានហើយនេះជាចំណុចពិសេសទាំង9ដែលសត្វតន្ត្រីតែងតែធ្វើជាប្រចាំចំណុចពិសេសទី1តន្ត្រីចូលចិត្តនៅកន្លែងដែលខ្ពស់ចូលចិត្តហោះហើរតែម្នាក់ឯងដោយសេរីហោះហើរតាមជ្រលងភ្នំឬក្នុងរយៈកម្ពស់ខ្ពស់បំផុតតន្ត្រីមិនហោះហើរជាមួយវងបក្សីផ្សេងទៀតទេដូចជាសត្វចាបសត្វក្អែកសត្វថ្មាតឬអំបូរបក្សីតូចៗឡើយក្រៅតែពីតន្ត្រីគ្នាវាតែប៉ុណ្ណោះរឿងនេះបានបង្រៀនយើងឲ្យដឹងថានៅឲ្យឆ្ងាយពីមនុស្សដែលមានចិត្តចង្អៀតមនុស្សដែលគិតអវិជ្ជមានមនុស្សដែលធ្វើឲ្យយើងបោះបង់មហិច្ឆតាគោលដៅនិងគោលបំណងសេចក្តីសុបិនរបស់យើងត្រូវចាំថាយើងដើរជាមួយមនុស្សប្រភេទណាយើងនឹងសម្របខ្លួនទៅជាមនុស្សប្រភេទនោះដូច្នេះចូលសែកគប់ជាមួយមនុស្សដែលមានចិត្តទូលាយមនុស្សដែលមានការគិតវិជ្ជមាននិងមនុស្សដែលអាចជួយយើងឲ្យលូតលាស់បានខ្ពស់ចំណុចពិសេសទី2តន្ត្រីវាមិនស៊ីសត្វដែលស្លាប់ឬចំណីនៅសល់ពីសត្វដទៃជាអាហារនោះទេពេលវាឃ្លានវាចេញទៅរកចំណីចាប់សត្វរស់ជាអាហារភ្លាមៗដោយប្រើសមត្ថភាពផ្ទាល់ខ្លួនរបស់វាដែលខុសពីសត្វថ្មាតដែលចូលចិត្តស៊ីរបស់ដែលស្អុយរលួយជាអាហាររឿងនេះបានបង្រៀនឲ្យយើងដឹងថាមិនត្រូវពឹងផ្អែកលើជោគជ័យអតីតកាលរបស់យើងទេក៏មិនត្រូវពឹងផ្អែកលើជោគជ័យរបស់អ្នកដទៃនោះដែរយើងត្រូវចេះសិក្សាស្រាវជ្រាវរកចំណេះដឹងថ្មីគំនិតថ្មីមករៀនសូត្រដើម្បីអភិវឌ្ឍខ្លួនបើសិនជាមិនរៀនសូត្រនិងអភិវឌ្ឍខ្លួនឯងនោះទេយើងនឹងស្ថិតនៅក្នុងសម័យអន្តរកាលជាមួយនឹងព័ត៌មានចំណេះដឹងនិងគំនិតចាស់គំរិលដដែលជាពុំខានចំណុចពិសេសទី3តន្ត្រីជាសត្វដែលមានភាពអង្អែលក្លាហានមិនមានការភ័យខ្លាចតន្ត្រីវាមិនចុះចាញ់នឹងទំហំមៀតឬកម្លាំងសត្វដែលជាសត្រូវរបស់វាឬសត្វដែលវាត្រូវចាប់ធ្វើជាចំណីនោះទេវាតែងតែប្រយុទ្ធដើម្បីឈ្នះលើសត្វដែលវាចាប់ធ្វើជាចំណីឬជាសត្រូវរបស់វារឿងនេះបានបង្រៀនយើងថាមិនថាទំហំនៃបញ្ហារបស់យើងប៉ុណ្ណានោះទេក៏យើងមិនត្រូវបោះបង់ការតស៊ូឡើយផ្ទុយទៅវិញយើងត្រូវតែប្រឈមមុខដោះស្រាយបញ្ហាដោយភាពឆ្លាតវៃនិងយកឈ្នះវាឲ្យបានមនុស្សជោគជ័យមិនខ្លាចនឹងប្រឈមមុខនឹងដោះស្រាយបញ្ហានោះឡើយចំណុចពិសេសទី4តន្ត្រីមើលឃើញបញ្ហាជាឱកាសតន្ត្រីចូលចិត្តជុំភ្លៀងណាស់គណៈខ្ចប់ជុះសត្វស្លាបឬសត្វបក្សីផ្សេងទៀតកំពុងតែឆ្លេចឆ្លារកទំនុករកពួនទៅតាមដើមឈើនិងមែកឈើសំងំមិនហ៊ានចេញក្រៅប៉ុន្តែសត្វតន្ត្រីវាប្រឡែងលេងជាមួយទៅនឹងខ្ចប់ជុះវាប្រើប្រាស់ខ្ចប់ជុះដើម្បីពង្រឹងសមត្ថភាពរបស់វាព្រោះថាខ្ចប់ជុះអាចលើកខ្លួនរបស់វាឲ្យកាន់តែខ្ពស់ផុតពពកហើយវាចង្កាំងខ្លួនចុះត្រោមវិញដោយភាពអស្ចារ្យរឿងនេះបានបង្ហាញយើងថាយើងមិនត្រូវខ្លាចបញ្ហានោះទេព្រោះថាបញ្ហាទាំងអស់នឹងជំរុញជីវិតរបស់យើងឲ្យទៅមុខនិងធ្វើឲ្យយើងកាន់តែរឹងមាំកាន់តែអស្ចារ្យកាន់តែប្រសើរឡើងខ្លាំងជាងមុនយើងអាចប្រើប្រាស់បញ្ហាដែលយើងកំពុងជួបដើម្បីជាចណ្ដើរទៅកាន់ទីខ្ពស់ជាងមុនឬទៅកាន់ក្តីសុបិនរបស់យើងចំណុចពិសេសទី5អន្ត្រីគឺជាសត្វដែលមានទស្សនវិស័យវែងឆ្ងាយអន្ត្រីមានការផ្ដោតអារម្មណ៍ខ្លាំងមានភ្នែកមុតស្រួចអាចមើលឃើញចម្ងាយរហូតដល់5000ម៉ែត្រនិងផ្ដោតលើគោលដៅបានយ៉ាងច្បាស់លាស់មិនថាមានឧបសគ្គអ្វីនៅចំពោះមុខវាឡើយអន្ត្រីមិនបែរអារម្មណ៍និងមិនបាត់បង់ការផ្ដោតចិត្តឡើយរហូតដល់តែបានសម្រេចគោលដៅរឿងនេះបានបង្រៀនយើងថាយើងត្រូវមានទស្សនវិស័យវែងឆ្ងាយនិងមានគោលដៅច្បាស់លាស់ក្នុងជីវិតរបស់យើងហើយផ្ដោតចិត្តមុខមុតទៅគោលដៅនោះមិនថាត្រូវជួបឧបសគ្គឬប្រឈមយ៉ាងណាក្នុងជីវិតនោះឡើយដរាបណាយើងមិនបោះបង់គោលដៅរបស់យើងនោះទេយើងគង់តែបានសម្រេចជាពុំខានចំណុចពិសេសទី6អន្ត្រីចូលចិត្តសាកល្បងអន្ត្រីញីមុននឹងវាជ្រើសរើសអន្ត្រីឈ្មោលណាជាដៃគូជីវិតវាបានសាកល្បងពណ៌មែកឈើទៅខាងលើរួចទម្លាក់ចុះមកក្រោមវិញហើយការសាកល្បងនេះវាធ្វើដដែលជាច្រើនដងប្រសិនបើអន្ត្រីឈ្មោលពណ៌បានហើយយកមែកឈើនោះមកឲ្យវាវិញយកវាព្រមទទួលយកអន្ត្រីឈ្មោលនោះរឿងនេះបានបង្ហាញយើងថាមុននឹងយើងបង្កើតទំនាក់ទំនងជាមួយនឹងនរណាម្នាក់យើងត្រូវស្វែងយល់អំពីគេឲ្យបានច្រើនបំផុតមិនថាជាមនុស្សបែបណាមកពីណាមានគោលបំណងអ្វីជាពិសេសធ្វើកិច្ចសន្យាជាមួយនរណាម្នាក់យើងត្រូវសាកល្បងមើលពីភាពស្មោះត្រង់របស់គេជាមុនសិនចំណុចពិសេសទី7អន្ត្រីហ៊ានលះបង់មិនខ្លាចការជិះចាប់សត្វអន្ត្រីអាយុបានប្រហែល70ឆ្នាំក៏ប៉ុន្តែដើម្បីឈានទៅដល់អាយុ70ឆ្នាំក្នុងពេល40ឆ្នាំវាត្រូវរងការជិះចាប់និងហ៊ានលះបង់ការជិះចាប់ដ៏ធំមួយគឺវាត្រូវដកស្លាបរបស់វាចោលហើយបំបែកចំពុះនិងក្រចករបស់វាជាមួយនឹងថ្មរហូតដល់តែជ្រុះអស់ហើយវាសង្ងំលាក់ខ្លួននៅទីដ៏សែនឆ្ងាយជាមួយនឹងការជិះចាប់នេះប្រហែល5ទៅ6ខែដើម្បីឲ្យស្លាបចំពុះនិងក្រចករបស់វាដុះឡើងមកវិញសាជាថ្មីធ្វើដូចនេះវាអាចបន្តរស់បានរហូតដល់30ឆ្នាំតទៅមុខទៀតហើយវានឹងត្រឡប់មកវិញជាមួយនឹងអានុភាពដ៏ខ្លាំងក្លាជាងមុនរឿងនេះបានបង្រៀនយើងថាយើងត្រូវតែហ៊ានលះបង់ជំរុះចោលនៅទម្លាប់ចាស់ៗនិងរឿងដែលមិនមានគុណតម្លៃសម្រាប់ជីវិតរបស់យើងទោះបីដឹងថាវាពិបាកជឿចាប់យ៉ាងណាក៏ដោយចំណុចពិសេសទី8អន្ត្រីពូកែវឹកហាត់និងបណ្ដុំបណ្ដាលកូនចៅវាតែងតែនាំកូនរបស់វាទៅកំពូលភ្នំខ្ពស់ៗនិងបង្រៀនកូនរបស់វាឲ្យហោះហើរឬដកស្មៅទន់ចេញពីសម្បុករបស់វាដើម្បីឲ្យកូនរបស់វារស់នៅមិនស្រួលហើយហោះហើរដោយខ្លួនឯងរឿងនេះបានបង្រៀនយើងថាត្រូវចាក់ចេញពីភាពស្រណុកសុខស្រួលរបស់យើងព្រោះថាការរីកចម្រើនគ្មាននៅក្នុងភាពស្រណុកសុខស្រួលនោះទេឧបសគ្គនិងបញ្ហាផ្សេងៗវាតែងតែកើតឡើងនៅក្នុងជីវិតរបស់មនុស្សគ្រប់គ្នាដោយជៀសពុំរួចឡើយ
យើងត្រូវតែប្រឈមជាមួយនឹងវាដោយខ្លួនឯងនៅគ្រប់ដំណាក់កាលទាំងអស់ជីវិតរបស់យើងជាទំនួលខុសត្រូវរបស់យើងដូច្នេះយើងត្រូវតែមានភាពឯករាជ្យនិងជាម្ចាស់ការលើខ្លួនឯងក៏ប៉ុន្តែមុននឹងយើងអាចនឹងមកបានអាចជួយខ្លួនឯងបានក៏ត្រូវមានអ្នកតម្រង់ទិសផ្លូវជាមុនសិនដែរអំណាចពិសេសទី9តន្ត្រីវិជាកម្ពុជាសត្វស្លាបដែលតំណាងឲ្យអំណាចនិងសេរីភាពសូមបងប្អូនជួយ follow like និង share វីដេអូរបស់ខ្ញុំម្នាក់មួយផងសូមអរគុណ